តោះសួស្តីអ្នកគ្នាដល់មេទី33វាអាសាប់ទី2 8ពាក្យហើយថ្ងៃនេះ8ពាក្យទៀតទេផឹងទិញផឹងរៀនទៅទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចថត screen ទុកយកទៅទន្ទិញតែម្ដងក៏បានដែរអ្នកគ្នាសម្រាប់ដែលអ្នកមិនទាន់សូវចេះអានគឺស្ដាប់វីដេអូហ្នឹងទៅអ្នកដែលចេះអានស្ទាត់ហើយយើងក៏ថតទន្ទិញយកតែម្ដងក៏បានដែរបាច់ចាំមើលយូរក៏បានដែរវីដេអូអ្នកដែលមិនសូវទាន់ចេះអានចាំខ្ញុំអានឲ្យស្ដាប់សំឡេងតែប្រហែលទៀតគេលក់ពាក្យទៀតឯអ្នកទាំងអស់គ្នាប្រហែលជាចុងខែ8ខែ9ហ្នឹងឯងតោះ RVE វាសាប់ទី2ឈូសក់បនប្រមោផលគោហាងអេណេរ៉ូកាដាចោះទៅស្រុកកំណើតដូចតែយើងទៅស្រុកកំណើតសិនអញ្ចឹងណាដូចមកពីពេញមកផ្ទះអញ្ចឹងណាឈិនចុកជីបេកាដាទៅលេងផ្ទះសាច់ញាតិឆារេឬឈីណេដាសែនសំណែនឆរដាថ្វាយបង្គំសង់មញោហាដាសែនភ្នោសង់ផ្សននឺម៉ាន់ធឺដាធ្វើនំសំផ្សននំអាកោហ្នឹងណាគ្នាពូរឹមថាឬពោដាមើលព្រះច័ន្ទពេញវងពូរឹមហ្នឹងព្រះច័ន្ទទាំងអស់គ្នាសូវនឺផាត់តាបងប្រាថ្នាសូវនឺផាត់តាជាស្រ័យលំផាត់តាសូវនឺភីលដាបងប្រាថ្នាសូវនឺភីលដាបងប្រាថ្នាពូរឹមថាឬផូដាមើលព្រះច័ន្ទពេញវងសង់ផ្សននឺម៉ាន់ធឺដាធ្វើនំសំផ្សនសង់ផ្សននំអាកោសង់មញោហាដាសាន់ភ្នោចរដាថ្វាយបង្គំឆារីឬឈីណេដាសែនសំណែនឈិនឆុកជីបេកាដាទៅលេផ្ទះសាច់ញាតិកោហាងអេណេរ៉ូកាដាចុះទៅស្រុកកំណើតឈូសក់បនប្រមោផលអានេះក៏សំខាន់ដែរដល់គ្នាវាចេញដូចជានៅវិញ្ញាសាទី18 19គេរៀនពីវប្បធម៌អ្នកនរនេះចេះគ្រប់កន្លែងទៅប្រឡងស្រួលអ្នកនរគ្នាតោះមកដល់វេយ្យាករណ៍យើងនឿនក៏បកប្រែថាដែរសម្រាប់បំបែកកិរិយាសព្ទคล้ายទៅជាគុណនាមពេញលេញមកមើលឧទាហរណ៍ហាន់គុកសារ៉ាមធឺឬជូសក់គេព្រោះធំមកហើយនិយាយថាតើប្រជាជនកូរ៉េនៅថ្ងៃបនប្រមោកផលជាធម្មតាធ្វើអ្វីនេះកោហាងេណេរ៉ូកានឿនសារ៉ាមីម៉ាន់អាយ៉ូច្រើនមនុស្សភាគច្រើនចុះទៅលេងស្រុកកំណើតចឹងនេះមកឧទាហរណ៍ទី2ទី3អ្នកនរគ្នាធ្វើមើលអ្នកនរគ្នាសំខាន់បំផុតគឺទន្ទិញពាក្យខាងលើទាំង8ហ្នឹងនឹងឲ្យវេយ្យាករណ៍មួយពាក្យដែលនេះឲ្យចាំថាវាបត់ថាម៉េចចឹងវីដេអូមានប៉ុណ្ណឹងទេ